របៀបភ្ជាប់កងធនាគារខ្មែរដើម្បីរកលុយពី Facebook ក្នុងឆ្នាំ2026 ចឹងបងប្អូននៅពេលដែលទទួលបាន Tour CM ឬក៏គេឲ្យយើងរៀបចំដាក់កងធនាគារតែបងប្អូនយើងអត់ចេះអញ្ចឹងនៅក្នុងវីដេអូនេះនឹងបង្រៀនបងប្អូនឲ្យចេះភ្ជាប់កងធនាគារដើម្បីទទួលលុយពី Facebook តោះទៅមើលទាំងអស់គ្នានៅពេលដែលយើង set up គឺយើង set up ទៅលើ Tour CM ណានេះនៅពេលដែលឃើញ active ចឹងយើងចុចកន្លែង set up មកវានឹងឃើញទឹកលុយ$00កន្លែង Tour CM Monetize ហ្នឹងណាចុចចូលមកយើងនឹងឃើញផ្ទាំងមួយទៀតតនន័យលុយគឺនៅ0ទាំងអស់ឥឡូវយើងចូលទៅខាង setting វិញហើយយើងចុច setting មួយទៀតបន្ទាប់មកបងប្អូន scroll ចុះមកខាងក្រោមឲ្យផុតមកបងប្អូននឹងឃើញកន្លែងសញ្ញាដុល្លារកន្លែង payout មានន័យថាចូលកន្លែងលើកទី1គឺកន្លែងនេះយើងត្រូវតែបំពេញឈ្មោះឲ្យត្រូវជាមួយនឹងតសញ្ញាណប័ណ្ណយើងតែយើងសរសេរជាភាសាអង់គ្លេសបងប្អូនហាមសរសេរជាភាសាខ្មែរហើយកន្លែងខាងក្រៅមួយទៀតហើយកន្លែងសញ្ញាក្រហមនេះបំពេញថ្ងៃខែឆ្នាំកំណើតឲ្យត្រូវជាមួយនឹងតសញ្ញាណប័ណ្ណយើងដូចគ្នារួចហើយយើងចុចបន្តទៀតហើយកន្លែងនេះគឺ Cambodia ចាហើយ business type នេះបងប្អូនចន្លោះទី2ណាយើង select អាខាងលើគេបង្អស់កន្លែងហ្នឹងណាហាមជ្រើសរើសអីផ្សេងហើយយើងចុច next ទៀតអញ្ចឹងព័ត៌មានផ្ទាល់ខ្លួនខ្ញុំសូមព្រើបន្តិចឲ្យបងប្អូនអញ្ចឹងកន្លែងនេះឈ្មោះតកោរបស់យើងណាអាកណ្ដាលនេះយើងមិនបាច់បំពេញទេហើយ primary នេះកន្លែងទីតាំង primary address ហ្នឹងគឺយើងដាក់ទីតាំងអញ្ចឹងបងប្អូនរស់នៅកន្លែងណាបងប្អូនដាក់ខណ្ឌស្រុកអីអញ្ចឹងមកបងប្អូនណាចាហ្នឹងវាអត់អីទេឥឡូវឧទាហរណ៍ខ្ញុំនៅខណ្ឌសែនសុខអញ្ចឹងខ្ញុំដាក់ខណ្ឌសែនសុខភ្នំពេញអញ្ចឹង city នេះគឺបងប្អូនដាក់ភ្នំពេញចាកន្លែងហ្នឹងគឺយើងត្រូវបំពេញមកបងប្អូនចាចំពោះ state province ក៏យើងដាក់ភ្នំពេញដែរអញ្ចឹងមកដល់កន្លែង zip code គឺយើងយក zip code ខណ្ឌសែនសុខយើងអាចទៅយកពី Google បានអញ្ចឹងខ្ញុំបាន zip code ហើយកន្លែងនេះគឺយើងដាក់លេខទូរស័ព្ទខ្ញុំសូមព្រិលឲ្យបងប្អូនចាអញ្ចឹងយើងដាក់លេខទូរស័ព្ទយើងមកហើយមកដល់ email ក៏ email របស់បងប្អូនផ្ទាល់តែម្ដងចាអញ្ចឹងកន្លែងហ្នឹងព័ត៌មានផ្ទាល់ខ្លួនយើងចូលមកដល់តា ID កន្លែង TIN ហ្នឹងគឺជាការបំពេញលេខតសញ្ញាណប័ណ្ណយើងបងប្អូនចាអញ្ចឹងកតុយបានតសញ្ញាណប័ណ្ណយើងហ្នឹងមានលេខកំសំករៀងខ្លួនអញ្ចឹងកន្លែងហ្នឹងយើងដាក់បំពេញមកចាអញ្ចឹងខ្ញុំសុំព្រិលកន្លែងហ្នឹងបងប្អូនចាអញ្ចឹងខ្ញុំដាក់លេខតសញ្ញាណប័ណ្ណចាបន្ទាប់ពីយើងដាក់ហើយអាកន្លែង VAT GST ហ្នឹងក៏យើងដាក់លេខតសញ្ញាណប័ណ្ណយើងដែរអាខាងលើយើងដាក់យ៉ាងម៉េចខាងក្រោមក៏យើងដាក់ដូចគ្នាមកបងប្អូនគឺមានតែប៉ុណ្្នឹងទេបន្ទាប់មកយើងចុច select អាសញ្ញាទូចមួយហ្នឹងបន្ទាប់មកយើងចុច next ទៅទៀតណាបងប្អូនចាមកដល់នេះគឺយើងត្រូវជ្រើសរើសខាងលើយកដាក់ PayPal account ទេយើងដាក់ខាងលើគឺសម្រាប់ដាក់កុងខ្មែរយើងបើសិនជាបងប្អូនប្រើ ABA យើងដាក់ ABA មកឥឡូវកន្លែង zip code នេះចា zip code ហ្នឹងគឺយើងទៅយកពី Google នេះយើងវាយ Google ដាក់ sweet code ABA នេះ sweet code ABA នេះកន្លែងនេះអញ្ចឹងយើង copy ផាសយកទៅដាក់កន្លែងចំណុចនេះ sweet code ហ្នឹងណាបងប្អូនចាចន្លោះទី2នេះគឺគេដាក់ថា bank account number អញ្ចឹងលេខ account number យើង9ខ្ទង់ហ្នឹងចាដែលយើងបាញ់លុយចុះឡើងរាល់ថ្ងៃហ្នឹងចាយើងយកមកបំពេញកន្លែងហ្នឹងមកអញ្ចឹងខ្ញុំសូមព្រិលចាអញ្ចឹងអាខាងលើដាក់យ៉ាងម៉េចអាខាងក្រោមនេះអាកន្លែង confirm bank account number នេះគឺយើងដាក់ដូចគ្នាមកអាចំណុចទី3នេះបងប្អូនអញ្ចឹងខាងលើយើង copy ផាសក៏បានយើងសរសេរក៏បានដែរអញ្ចឹងខ្ញុំសូមព្រិលបងប្អូនកន្លែងហ្នឹងចានៅពេលដែលយើងបំពេញហើយអស់ហើយយើងចុចខាងក្រោមនេះ connect payout កន្លែងហ្នឹងមកចុចចូលមកចារងចាំបន្តិចវាកំពុងតែដើរចានេះយើងជោគជ័យមកតង់ហើយអញ្ចឹងមកដល់កន្លែងនេះគឺស្រួលតែអាកន្លែង edit នេះអត់មានអីពិបាកទេឥឡូវយើងចុច continue ទៀតយើងចុចបន្តទៅទៀតរងចាំបន្តិចបងប្អូនចុចចូលទៅទៀតនេះចាមកដល់កន្លែងនេះគឺងាយស្រួលទេបងប្អូនអញ្ចឹងយើង select តាមខ្ញុំណាយើងយកពាក្យ no ហើយខាងក្រោមបងប្អូនត្រូវចាំក៏យើងចុច no ដូចគ្នាកន្លែងនេះយើងដោះtick ចេញមកបងប្អូនកន្លែងហ្នឹងយើងដោះtick ចេញបន្ទាប់មកយើងចុចអាខាងក្រោមគេនេះយើង select អាខាងក្រោមចាំកន្លែងហ្នឹងបងប្អូនចាយើងចុចអាខាងក្រោមហើយយើងទៅ select ប្រទេសរបស់យើងចាប្រទេសរបស់យើងគឺ Cambodia អញ្ចឹងយើងដាក់ Cambodia មកបន្ទាប់មកយើងចុចCambodia រួចហើយយើងចុច next
ចុច next កន្លែងនេះគេ confirm ឯកសារឲ្យយើងមើលយើងត្រួតពិនិត្យទៅឯកសណ្ឋានអាសយដ្ឋានឈ្មោះអីត្រឹមត្រូវយើងចុច next បន្តទៀតចាបន្ទាប់មកយើងចុច next ទៀតមកហើយមកដល់ចំណុចនេះបងប្អូនចុច 0% យើងចុច next ទៅទៀតយើងនឹងទទួលបានអញ្ចឹងឯកសារនេះគឺគេឲ្យយើងសញ្ញេបងប្អូនអញ្ចឹងយើងដាក់ជាឈ្មោះមកយើងដាក់ឈ្មោះរបស់យើងមកចំនួនដោយការសញ្ញេឈ្មោះរបស់យើងពីដើមមកហ្នឹងយើងដាក់ឈ្មោះរបស់យើងនឹងមកបន្ទាប់ពីយើងសរសេរឈ្មោះយើងរួចហើយឲ្យត្រូវបងប្អូនរួចហើយយើង select ខាងលើមួយនោះអាទួចមួយហ្នឹងបន្ទាប់មកយើងចុច next ទៅទៀតយើងចុចទៅ next ហើយយើងនេះឯកសារដែលគេ confirm ឲ្យយើងអញ្ចឹងយើងគ្រាន់តែ submit មកបងប្អូនរួចរាល់ហើយការបំពេញ payout ដើម្បីទទួលលុយពីខាង Facebook យើងជោគជ័យ 100% ហ៎ឃើញទេបងប្អូនបន្ទាប់មកបងប្អូនចុច done តទៅទៀតចាហើយយើងនឹងឃើញផ្ទាំងមួយទៀតមកនេះពេលដែលបងប្អូនឃើញសញ្ញាឧទានលឿងបែបនេះគឺអត់មានបញ្ហាអីទេដំបូងនៅពេលដែលយើង add ភ្ជាប់កុងធនាគារដំបូងគឺវាចេញបែបហ្នឹងហើយអញ្ចឹងនៅពេលដែលយើងរកលុយគ្រប់បាន100គឺវាតម្លាក់អូតូចូលទៅក្នុងកុងខ្មែររបស់យើងហើយ